ថ្ងៃនេះថ្ងៃអាទិត្យប្តីខ្ញុំគាត់បានសម្រាប់ពីការងារអញ្ចឹងទៅគាត់បាននាំខ្ញុំទៅលេងនៅ Pavilion ម៉ាឡេស៊ីនៅទីក្រុងកាឡាលំពូនឹងតែម្ដងអញ្ចឹងនៅហ្នឹងគឺមនុស្សច្រើនមែនទែននិយាយទៅឲ្យតែថ្ងៃសៅរ៍អាទិត្យគឺគេមានកម្មវិធីច្រើនណាស់នៅហ្នឹងណាមនុស្សមិនបាញ់ចៃទេអ្នកនរគ្នាមើលនៅក្នុងវីដេអូហ្នឹងណាឃើញធម្មតាប៉ុន្តែបើសិនជាអ្នកនរគ្នាទៅខាងក្រៅវិញគឺច្រើនខ្លាំងមែនទែនជាពិសេសគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យនឹងឯងហើយកន្លែងនេះដែរគឺពួកខ្ញុំបាននាំគ្នាទៅកន្លែងស្តង់គេតាំងពីពណ៌មុខម្ហូបឬក៏តាំងពីពណ៌របស់ផ្សេងណាភាគច្រើននៅកន្លែងស្តង់ហ្នឹងគឺខ្ញុំសង្កេតឃើញថា product ឬក៏ម្ហូបអាហារហ្នឹងគឺភាគច្រើនសុទ្ធតែជាម្ហូបរបស់ជប៉ុនជាផលិតផលរបស់ជប៉ុនណានៅនេះគឺស្រួលញ៉ាំមែនតែនថងចំណុចមួយថាក្រុមម្ហូបទាំងអស់ភាគច្រើនគឺជាម្ហូបដែលរបៀប halal ឬក៏អីចឹងណាហើយបើសិនជាករណីម្ហូបហ្នឹងអត់មាន halal ទេគឺគេដាក់ប្រាប់យើងនៅពីមុខហ្នឹងហ្មងគេដាក់ថា non halal អីចឹងទៅព្រោះដោយសារប្រទេសម៉ាឡេស៊ីដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយគឺជាប្រទេសមួយដែលកាន់សាសនាអ៊ីស្លាមអញ្ចឹងគ្រប់មុខម្ហូបមិនថាម្ហូបចិនមិនថាម្ហូបជប៉ុនម្ហូបកូរ៉េឬម្ហូបអីក៏ដោយភាគច្រើនគឺអ៊ីស្លាមយើងគឺញ៉ាំបានដោយដែលអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូនឹងអញ្ចឹងទោះបីថាជាមុខម្ហូបរបស់ជប៉ុនមែនប៉ុន្តែអ៊ីស្លាមយើងគឺញ៉ាំបានភាគច្រើនតែម្ដងអញ្ចឹងនៅកន្លែងស្តង់ហ្នឹងគឺគេមានលក់ច្រើនមែនតែនលក់ផ្កាលក់វត្ថុអនុស្សាវរីយ៍លក់គ្រឿងអលង្ការលក់ម្ហូបលក់ភេសជ្ជៈនិយាយទៅគឺលក់ច្រើនមែនតែនហ្មងណាគឺខ្ញុំសង្កេតឃើញថាម្ហូបពីច្រើនរៀងប្លែកមែនតែនដែលខ្ញុំអត់ដែលឃើញនៅស្រុកខ្មែរអញ្ចឹងណាប៉ុន្តែនៅពេលដែលភ្លក់ទៅម្ហូបខ្លះក៏យើងអាចទទួលយកបានឆ្ងាញ់អញ្ចឹងណាតែម្ហូបខ្លះក៏រៀងដូចពិបាកញ៉ាំដែរប៉ុន្តែអត់អីព្រោះដោយសារវប្បធម៌របស់យើងប្រទេសមួយគឺពីច្រើនគឺវាផ្សេងគ្នាអញ្ចឹងចំណង់ចំណូលចិត្តអីក៏ផ្សេងគ្នាទៅតាមនឹងដែរអញ្ចឹងណាបើនិយាយពីមេឃវិញដូចជាអសរអំណោយផលសោះមេឃរៀងសតុំខ្លាំងហើយរហូតតែមេឃភ្លៀងអីចឹងណាប៉ុន្តែឃើញតែអញ្ចឹងគាត់ថាតិចឬក៏មានខ្យល់បក់មកវាលហើយអីអត់ទេអ្នកនរគ្នាអើយគឺក្តៅស្អុះខ្លាំងមែនទែនរបៀបថាមេឃសតុំប៉ុន្តែហប់ខ្យល់អីចឹងណាហើយពេលនេះខ្ញុំបានមកទិញអានំនាកញ៉ាំមេអ្នកនរគ្នាទំនងខ្លាំងមែនទែនមើលទៅរៀងទុនខ្ជូតប្រាប់រសជាតិវិញគឺនំនេះគឺឆ្ងាញ់ខ្ញុំឲ្យ9លើ10អ៊ុយសតរ៉េតទៀតអ្នកនរគ្នាហើយបន្តមកទៀតគឺខ្ញុំមកទិញនំនេះក៏ប៉ិតទិញហ្នឹងគឺអត់បានញ៉ាំភ្លាមទេគឺទុកទៅញ៉ាំនៅផ្ទះអីចឹងណាព្រោះដោយសារតែអត់មានកន្លែងញ៉ាំហ្មងមនុស្សច្រើនពេកហៅកន្លែងអង្គុយអត់បានទេអញ្ចឹងណាអញ្ចឹងទៅក៏ទិញយកមកញ៉ាំនៅផ្ទះហើយក៏ឆ្លៀតថតធ្វើជា vlog ឲ្យបងប្អូនមើលអញ្ចឹងទៅជាពិសេសគឺខ្ញុំពីច្រើនគឺ vlog ដែលខ្ញុំធ្វើឡើងគឺខ្ញុំចង់ឲ្យគ្រួសាររបស់ខ្ញុំគាត់មើលខ្ញុំអញ្ចឹងណាគីឡូគាត់នឹកខ្ញុំអីចឹងគឺគាត់អាចឃើញពីសកម្មភាពរបស់ខ្ញុំថាថ្ងៃហ្នឹងខ្ញុំទៅណាខ្លះថ្ងៃហ្នឹងខ្ញុំធ្វើអីគេខ្លះនេះខ្ញុំបានទិញទឹកនេះញ៉ាំរសជាតិវិញជូរអែមល្វីងចូលគ្នាទាំងអស់គ្រប់រសជាតិតែម្ដងអញ្ចឹងឥឡូវកំពុងតែដើរទៅ Pavilion វិញណាពួកខ្ញុំចេញពីកន្លែងស្តង់លក់អីវ៉ាត់មិញហ្នឹងមកកន្លែង Pavilion វិញហើយកន្លែងនេះគឺជាជាន់ទី6របស់ Pavilion ណានៅនឹងគេមានហាងរបស់គេតុបតែងហាងចេញមកគឺរបៀបដូច vibe ជប៉ុនណាខ្ញុំមើលទៅស្អាតមែនតើខ្ញុំចូលចិត្តមែនតើអា vibe របៀបអញ្ចឹងណាបន្ទាប់ពីដើរជុំវិញ Pavilion អស់ហើយពួកយើងបាននាំគ្នាទៅកន្លែងចំណតឡានទៅយោឡានសិនអញ្ចឹងណាហើយពួកយើងបានជិះទៅតំបន់មួយខ្ញុំអត់សូវស្គាល់ដែរប៉ុន្តែនៅក្នុងកាឡាលំពូនឹងដែរប៉ុន្តែគ្រាន់ថាវារៀងជាយខ្លាំងអញ្ចឹងណាខ្ញុំទៅលេងផ្ទះអ៊ំស្រីមួយដែលកំពុងតែបើកឡានឲ្យប្តីខ្ញុំវិញគឺកាន់អាហ្នឹងហ៊ានលេងឯណាតែគ្នាមូលហេតុគឺបែបនេះគាត់ខ្លាចនំនឹងវាទៅជាអញ្ចឹងតែចុងក្រោយនៅតែអញ្ចឹងដែរហើយនេះវិញគឺពួកខ្ញុំបាននាំគ្នាទៅកន្លែងផ្សារមួយទស្សនភាពស្តៀងគ្នាជាមួយនឹងផ្សារខ្មែរយើងអីចឹងណាហើយមាននំចក្រច័ន្ទនំអីចឹងទៅអ្នកតែគ្នាតែរសជាតិមិនដឹងមិនឯងព្រោះដោយសារតែខ្ញុំអត់បានទិញហើយអានេះដលងទៀននៅផ្សាររបស់គេផ្សារម៉ាតរបស់គេនឹងគេមានលក់បន្លែលក់សាច់លក់អីនៅនេះបន្លែរៀងមានច្រើនមុខជាងនៅកន្លែងដែលខ្ញុំរស់នៅហើយតម្លៃវាក៏ធូរថ្លៃជាងដែរដូចអ្នកទាំងគ្នាឃើញនៅក្នុងវីដេអូចឹងមានត្រួយរនងត្រួយលពៅមានដូចជាភ្លើងកែបមានអីចឹងណាបើកន្លែងខ្ញុំរស់នៅវិញគឺអត់មានទេអស់ហ្នឹងដូចជាស្អំដូចជាអីក៏អត់មានទេប៉ុន្តែនៅកន្លែងនេះគឺមានណាហើយភាគច្រើនវិញគឺខ្ញុំឃើញខ្មែរយើងទៅធ្វើការនៅនឹងច្រើនដោយសារតែពួកគាត់និយាយខ្មែរអីចឹងទៅគឺខ្ញុំស្ដាប់បានក៏បានតែនិយាយមួយគាត់អីចឹងទៅណាមានន័យច្រើនទេអ្នកទាំងអស់គ្នាព្រោះដោយសារម៉ាតហ្នឹងគឺម៉ាតតូចដែរតែអញ្ចឹងពួកខ្ញុំត្រឡប់ទៅផ្ទះវិញគឺឆុងមីញ៉ាំអត់ទាន់បានធ្វើម្ហូបញ៉ាំទេថ្ងៃហ្នឹងព្រោះដោយសារមករៀងយប់ដែរអញ្ចឹងពីអ្នកប្តីប្រពន្ធមីម្នាក់មួយចាននឹងឯងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាយបាយជួបគ្នានៅវីដេអូក្រោយ